ឃើញអូនៅជុំមានបញ្ហាអីមែននៅពេលដែលយើងទៅដល់ផ្ទះឡើងទៅមើលយាយខ្ញុំគាត់ដេកស្លាប់បាត់បាទបងខ្ញុំឈ្មោះខុំបញ្ញាខ្ញុំបច្ចុប្បន្នធ្វើការនៅក្រុមហ៊ុន Lithium Empire Realty ផ្នែក Property Consultant បើសម្រាប់បទពិសោធន៍ជីវិតហ្មងចាប់ពីការងារដំបូងហ្មងគឺខ្ញុំធ្វើច្រកចេកឲ្យក្រុមហ៊ុនវៀតណាមនៅខាងខេត្តកាចេះមកស្ទងគេបានតែ100លុយខ្មែរចការគេធំហើយយើងត្រូវរែកចដាដែករែកពីអ្នកបងហើយដល់ចេកយើងត្រូវដាក់ចដាឲ្យឡើងច្រកមានកដាស់មានថង់មានអីពីបញ្ជាន់ហើយពីខ្លះច្រកចេកវាប្រឡាក់ក្អៅទៅក្អៅយើងពាក់រហូតហ្មងហើយបន្ទាប់មកក៏យើងដូរការងារហើយខ្ញុំក៏ទៅតបាល់អិចនៅខាងព្រៃវែងទៅធ្វើ pro គេនោះដំបូងអត់ទាន់មានប្រាក់ខែអីទេដោយសារតែជាមួយយើងចង់ចេះការងារច្រើនហើយយើងក៏ឆ្លាញ់នេះក៏យើងចាប់ផ្ដើមបដូរការងារអានោះសម័យ Covid របស់យើងអញ្ចឹងណាបាទហើយបន្ទាប់មកយើងក៏ផ្អាកការងារសិនយើងក៏រៀនអញ្ចឹងណាបងចាប់ពីទី10ទី11ទី12ពុកម្ដាយគាត់នៅធ្វើការនៅឆ្ងាយម៉ាក់របស់ខ្ញុំគាត់ធ្វើការនៅម៉ាឡេហើយគាត់ក៏បាត់តាំងរយៈពេលចូលចិត្តកន្លះឆ្នាំដែរគាត់បាត់តាំងហ្នឹងទី11ទី12អត់មានគ្រូសាគាត់ជួយជំរុញអីចឹងទៅបានពីពុកតិចតួចអញ្ចឹងណាពេលខ្លះទៀតយើងក៏តាក់ទងមួយម៉ែកើតដោយសារម៉ែគាត់ទៅធ្វើការនៅស្រុកគេនោះគឺគេអត់ឲ្យគាត់ប្រើទូរស័ព្ទទេអញ្ចឹងក៏យើងខានតាក់ទងគាត់យូរពេលនោះខ្ញុំរកគ្រប់វិធីសាស្ត្រដើម្បីតាក់ទងគាត់ពេលឃើញលេខប្រទេសគេខលមកយើងក៏ព្យាយាមខលទៅវិញខលចូលខ្លះ Telegram ទៀតក៏អត់ចូលដែរអញថាអូបែរជាគាត់មិនទេយើងក៏ដឹងដែរអញ្ចឹងណាបងបាទហើយបន្ទាប់ពីនោះមកយើងទៅរៀនរហូតពេលខ្លះអត់មានលុយចាយអត់មានអីចឹងទៅប៉ុន្តែយើងក៏មានមិត្តភ័ក្តិក៏ដូចជាអ្នកស្គាល់គាត់ជួយជុំចែកដែរហើយទាំងលោកគ្រូអ្នកគ្រូអីក៏គាត់ជួយជំរុញដែរតាក់ទងទាំងការរៀនគួរគឺក៏អត់យកលុយទេមិត្តភ័ក្តិអីហ្នឹងពេលខ្លះយើងអត់លុយអត់មានបាយញ៉ាំអីយើងអាចទៅញ៉ាំផ្ទះគាត់បានថ្ងៃមួយខ្ញុំក៏សម្រេចចិត្តដាក់ពាក្យប្រឡងផ្នែកស្មូតហើយការប្រឡងស្មូតហ្នឹងគឺខ្ញុំប្រឡង2ដងទៅដល់ផ្នែកស្នាក់ស្រុកគឺធ្លាក់ឆ្នាំក្រោយខ្ញុំក៏បដិញ្ញាចិត្តដាក់ពាក្យប្រឡងទៀតដល់ពេលខ្ញុំដាក់ប្រឡងទៀតហើយខ្ញុំជាប់ថ្នាក់សាលាថ្នាក់ស្រុកថ្នាក់ខេត្តខ្ញុំជាប់លេខ1ទូទាំងខេត្តជំរុញពីអ្នកគ្រូលោកគ្រូក៏ដូចជាដឹកនាំដោយលោកគ្រូគាត់ឈ្មោះលោកគ្រូមុកសមេនគាត់ជាគ្រូបរិញ្ញាបត្រផ្ទាល់ផ្នែកស្មូតនឹងបានរហូតដល់ជាប់លេខ3ទូទាំងប្រទេសទៀតផ្នែកស្មូតក្នុងណាមចាប់ពីទី12ទៅគឺខ្ញុំនៅមួយយាយប្រហែលជាពាក់កណ្ដាលឆ្នាំខ្ញុំក៏បានដាក់ពាក្យផ្នែកតែងនិពន្ធខ្ញុំប្រឡងនៅសាលាគឺជាប់ហើយថ្ងៃនោះខ្ញុំអង្គុយដើម្បីវឹកហាត់កម្ងាប់របស់យើងយាយក៏សួរថាចៅព្រឹកឡើងឲ្យយាយងើបដាំបាយអត់ខ្ញុំថាអត់អីយាយមិនងើបដាំទេហើយព្រឹកឡើងខ្ញុំក៏រៀបចំប្រឡងខ្ញុំក៏បានចាប់អារម្មណ៍ដែរពួកអីនៅផ្ទះខ្ញុំរស់នៅពីអ្នកក្មួយ2នាក់ហើយនឹងយាយទាំងអស់សមាជិក4នាក់យើងទៅប្រឡងអីធម្មតាទៅប៉ុន្តែថ្ងៃនោះខ្ញុំខ្លាចខ្លួនឯងដែរនៅពេលដែលយើងចូលប្រឡងសរសេរគឺយើងអត់មានគំនិតអីគិតទាំងអស់វាចាក់ប្រធានរបស់ឲ្យគេដាក់ឲ្យយើងហ្នឹងហើយពេលខ្ញុំសរសេរខ្ញុំមានអារម្មណ៍ថាអូថ្ងៃនេះដូចជាប្លែកយើងសរសេរអត់ចេញពាក្យជូនអត់ពាក្យអីចឹងណាបងពេលដែលដឹងដល់ផលខ្ញុំក៏ធ្លាក់ផ្នែកតែងនិពន្ធជិះតទៅផ្ទះវិញឃើញអូនៅជុំមានបញ្ហាអីមែននៅពេលដែលយើងទៅដល់ផ្ទះឡើងទៅមើលយាយខ្ញុំគាត់ដេកស្លាប់បាត់